5 4 3 2 1ចាប់ផ្ដើមការប្រកួតបាទជំនួបរវាងក្រុម Hydra ជាមួយនឹងក្រុម Yunohi បាទខាង Hydra អាវុធគាត់គឺថាធំខ្លាំងមែនតើអាយ៉ាមកគ្រាប់ហើយ2គ្រាប់ហើយអាយ៉ាចង់បែកទៀតហើយបាទយើងឃើញថាក្រុម Hydra សម្ពោធ 2-3 ផ្លែទៅលើក្រុម Yunohi បាត់ហើយអាយ៉ាបាទមិនចេះលោកបញ្ជីក្រុមទាំងពីរនេះវាយបានដូចគ្នាបាទគេថាល្អប៉ះស្អាតបាទឃើញថាបំណែកនៃ robot រៀងៗខ្លួនបាទគេឆ្កាយខ្លាំងមែនតើបាទអូខាង Hydra គាត់វាយខាងគេបណ្ដៃបែកផ្នែកខ្លួនឯងដែរបាទយើងឃើញថាមានឈាមស្រក់លើធរណីជាបណ្ដាបាទយ៉ាបាទវាយថែមហើយបាទ Yunohi គាត់អត់ខ្លាចទេបាទទោះបីជាអាវុធគាត់ទុយណាអូយើងការវាយគាត់ផ្ងាយបាត់ហើយបាទឥឡូវនេះមើលជាបន្តទៀតបាទចាំមើលតើគណៈកម្មការរបស់យើងធ្វើការលើកដែរឬទេបាទធ្វើការរាប់ដើម្បីបំបីដែរឬទេបាទសុំសម្លេងហោអូណូបាទគណៈកម្មការរបស់យើងធ្វើការបំបីរាប់ថយក្រោយទាំងអស់គ្នា1 2 3 4 5 6 7 8 9 10បាទសូមក្រុមការងារជួយបំបីបាទសូមក្រុមទាំងពីរធ្វើការបិទអាវុធសិនដើម្បីសុវត្ថិភាពក្រុមការងាររបស់យើងបាទដូចតែយើងបានបញ្ជាក់ជូនអញ្ចឹងការរាប់គឺមាន2ទី1គឺរាប់ឲ្យ knock out តែម្ដងទី2គឺមានការរាប់បំបែកដែល like ក្នុងលក្ខខណ្ឌនេះយើងឃើញថាក្រុម robot ខាង Yunohi គឺគាត់នៅមានសភាពអាចដំណើរការបានដល់ហើយគាត់តែគាត់ផ្ងាអញ្ចឹងគឺយើងផ្ដល់លក្ខខណ្ឌឲ្យគាត់ពិសេសនៅក្នុងការបំបែកហើយយើង restart game សារឡើងវិញជាមួយនឹងថេរៈវេលា1នាទីនិង43វិនាទីជាបន្តបាទចាប់ផ្ដើមការប្រកួតជាបន្តទៀតបាទបាទឥឡូវនេះមួយចូលទៅហើយមួយយើងឃើញថាលោកបញ្ជីយើងឃើញថាក្រុម Yunohi គឺអត់ញិនទេបាទគេវាយហើយក៏នៅតែចូលទៀតដែរបាទចូលវាយដូចគ្នាបាទគាត់ចូលទៅវាយថែមមកដល់ដំណាក់កាលនេះទៅហើយបាទម្ចាស់ទឹកម្ចាស់គោគេបាទអាយ៉ាថែមហើយបាទមានរឿងតែនិយាយគ្នាគោនេះបាទអាយ៉ានេះសល់ពេល1នាទីនិង20វិនាទីទៀតអត់អីយើងសល់ពេលបាទនិយាយឃើញថាក្រុមទាំងពីរវាយបានដូចគ្នាអូនតូចក៏ចំណាប់ដែរបាទអូនតូច Yunohi បាទ Yunohi បាទគាត់ទោះបីជាគាត់មានការខូចខាតបន្តិចបន្តួចក្នុងការប្រកួតលើកទី1ក៏ដោយបាទឥឡូវនេះអាញាកណ្ដាលមានការពិចារណារាប់ដើម្បីបំបែកបាទគាត់ធ្វើការរាប់បន្តទៀតហើយបាទ1 2 3 4 5 6 7 8 9 10បាទសូមបែកជាលើកទី2បាទជំរាបជូនថាក្នុងមួយប្រកួតមានការបំបែក maximum ត្រឹម3ដងទេបាទឥឡូវបំបែកជាលើកទី2ហើយបាទអាយ៉ាព្រោះជាប់បាទដោយសារតែក្រុមទាំងពីរវាជក់ចិត្តមែនទែនបាទដោយសារតែវាយបានដូចគ្នាវាយទៅវាយមកដូចគ្នាអាយ៉ាមានអ្នកកាំងបារាយើងត្រៀមខ្លួនទៀតបាទ1 2 ចាប់ដើមបាទពេលវេលានៅសល់54វិនាទីចុងក្រោយជាមួយក្រុមទាំងពីរអូចូលវាយបន្ថែមបាទ Yunohi គាត់បានធ្វើការគៀងអាវុធខ្លួនបាត់ទៅហើយចាំមើលយើងនៅសល់ពេល40នាទីតែគាត់ខាង Hydra គាត់ធ្វើអីបានចាំមើលអាយ៉ាខាង Hydra គាត់រៀបគៀងអាវុធប៉ុន្តែខាង Yunohi គាត់អត់ខ្លាចទេគឺចូលវាយពីមុខអាវុធហ្មងបាទស្មារតីអ្នកប្រយុទ្ធរបស់គាត់គឺខ្លាំងក្លាមែនតើបាទទោះបីជាអាវុធរបស់គាត់មិនដើរក៏ដោយអូខេដាក់ថែតែឬទេបាទក្រឡាប់ម្ដងទៀតហើយបាទអូខេនេះជាការក្រឡាប់លើកទី3បាទទៅហើយយើងនៅសល់ពេលតែ16វិនាទីទៀតដែរទេយើងធ្វើការបំបែកម្ដងទៀតដល់អត់យល់មើលបាទយើងសល់ពេលតែ10វិនាទីទេអូយើងធ្វើការបំបែក1 2 3 4 5 6 7 8 9 10បាទយើងknock out បាទទៅហើយបាទបញ្ចប់ការប្រកួតបាទទៅហើយបាទឃើញថាក្រុម Yunohi គាត់បានធ្វើក្រឡាប់3ដងបាទហើយចំណែកអាញាកដាលរបស់យើងធ្វើការ count ជា knock out បាទទៅហើយបាទដោយសារតែយើងអស់ម៉ោងដូចគ្នាដែរអូខេបាទឃើញថាអត់អាណិតអូនសោះអូនឥឡូវសុំសួរខាង Yunohi មុនណាអូនបន្ទាប់ពីប្រកួតហើយអញ្ចឹងនៅភ័យទៀតអត់សូវតែនៅតែភ័យដែរក៏អត់សូវប៉ុន្តែដែលឡែកយើងឃើញថាគាត់រៀងភ័យបន្តិចមែនប៉ុន្តែតិចលេងរបស់គាត់ក៏ដូចជាស្មារតីក្នុងការប្រកួតគាត់ល្អមែនទេបាទលក្ខណៈសឹងថាធ្វើឲ្យខាងក្រុម Robo Royal ចង់យ៉ាប់ដែរលោកបញ្ជីព្រោះដោយសារទៅលើការវាយមានន័យថាភាគរយក្នុងការវាយចេញរបស់គាត់គឺ aggressive ដូចគ្នាបាទខាងYunohi បាទគាត់ខ្លួនតូចប៉ុន្តែស្មារតីរបស់គាត់ធំគាត់អត់ខ្លាចអាវុធរបស់ខាង Hydra ទេគឺគាត់ពោយកពីមុខបណ្ដោយបាទខ្ញុំទៅសើទៅលើឆន្ទៈនិងបេះដូងរបស់គាត់ហើយភាពក្លាហានរបស់គាត់ដូចគ្នាបាទចំណែកឯក្រុម Hydra ខ្ញុំសុំសួរចំណាប់អារម្មណ៍បន្តិច
ឥឡូវនៅពេលដែលយើងអីយ៉ាបង្ហាញ robot មួយអួតអាវុធមួយសិនបាទអួតអាវុធមួយសិនបាទនៅពេលដែលយើង knock out មិន knock out ទេធ្វើឲ្យខាង Yunohi ក្លាប់3ដងតើយើងមានសង្ឃឹមឡើងប្រហែលភាគរយអីនៅក្នុងលទ្ធផលរបស់យើងក្នុងការប្រកួតនេះសង្ឃឹមឡើង 2000% អូ2000% បាទអញ្ចឹងសូមហៅឲ្យហៃតារាក៏ដូចជា Yunohi មួយទៀតសិនមក សុំសំលេងខាង Yunohi មួយសិនមកបាទ អូខេឥឡូវនេះលទ្ធផលជាផ្លូវការជំនួបគូទី3ជំនួបរវាងក្រុម Hydra ជាមួយនឹងក្រុម Yunohi ជ័យជំនះបានទៅលើក្រុម Hydra បាទសូមអរសាទរដល់ក្រុម Hydra បាទសូមចូលរួមសោកស្ដាយទៅក្រុម Yunohi ផង